បងប្អូនអរគ្នាថ្ងៃនេះលោកគ្រូនឹងបង្រៀនបង្កើតតាក់ទងមួយ character តួអង្គនៅក្នុងរឿងរបស់យើងវាអាចជាសត្វវាអាចជាវត្ថុឬក៏មនុស្សអីផ្សេងណាហើយក្នុងមេរៀននេះលោកគ្រូលើកមកតែ4 style ទេយកមកនិយាយ style ដែលល្បីជាងគេគឺ Pixar style Ghibli នេះហើយជាមួយនឹង Disney និង Chibi នេះអញ្ចឹងយើងអាចដាក់ style បានច្រើនទៀតទៅតាមតម្រូវការរបស់យើងតែនេះលោកគ្រូសូមលើកតែ4សិនទេចឹងដំបូងឡើយដើម្បីបង្កើតនេះទាំងអស់បានគឺយើងធ្វើការចូលទៅក្នុង chat GPT សិនមកហើយនៅក្នុងរបស់លោកគ្រូនោះលោកគ្រូបានត្រៀមprompt សម្រាប់ពួកយើងហើយគឺលោកគ្រូ design ខ្លួនឯងឈ្មោះវា AI Cartoon Character អញ្ចឹង prompt នេះគឺវាធ្វើការគេគឺវានឹងទៅបង្កើតតួអង្គទៅតាមការចង់បានរបស់យើងអញ្ចឹងដំបូងឡើយរបៀបប្រើវាស្រួលទេយើងគ្រាន់តែចូលទៅក្នុងនេះមកលោកគ្រូឲ្យវាយ list សិនណាអញ្ចឹងវានឹង list down មកហើយអូខេនៅក្នុងហ្នឹងវាមានទាំងអស់ប្រមាណលេខវាមាន5លេខទី1វាឲ្យយើងរើសតួអង្គតែយើងចង់រើសយកតួអង្គអីគេអញ្ចឹងនៅក្នុងនេះលោកគ្រូសូមយកតួអង្គមួយមកឥឡូវគ្រូសូមយក Cute Baby Bear នេះមួយមកអញ្ចឹងលោកគ្រូ copy Cute Baby Bear មកឬក៏យើងដាក់លេខ1លេខ2ក៏បានដែរក៏វាដឹងដែរគ្រូដាក់លេខ1លេខ2ចឹងមកអូខេដល់មក style លោកគ្រូឆ្លាញ់បែបតកតូនជាមួយនឹង Pixar អញ្ចឹងលោកគ្រូយក Pixar មួយមកនេះ Pixar style 3D នេះតមកទៀត emotion អារម្មណ៍របស់វាលោកគ្រូចង់ឲ្យវាអារម្មណ៍មិនគេសប្បាយ surprise សោកឬក៏អីអញ្ចឹងលោកគ្រូចង់ឲ្យវា smile ញ៉ាំមកចូលលេខ1ទៀតកាមេរ៉ាអូខេកាមេរ៉ានេះអានេះគឺជាតម្រង់រូបថតចង់ថតយក portrait មកកណាត់ខ្លួនចង់យករូបរាងវាមកពេញទៅតាមអីហ្នឹងអាហ្នឹងយើងអាចលេងបានណាឬក៏ close up face នេះអានេះថតយកចេញទៅមុខឯងអញ្ចឹងយើងអាចសាក play around ខ្លួនឯងបានណាអញ្ចឹងនេះលោកគ្រូសូមយកតទៅជាមួយនឹងលេខ2ទៅនេះអូខេ3/4នេះ orientation អាហ្នឹងក៏សំខាន់ដែរអាហ្នឹងយើងចង់បានក្តីឬក៏ប្រឈរលោកគ្រូចង់បានប្រឈរអញ្ចឹងលោកគ្រូអាចយកលេខ2មកអូខេយើងបានតែប៉ុណ្្នឹងហើយគឺវានឹងទៅ generate រូបភាពឲ្យយើងហើយយើងអាចប្រើការបានអូខេហើយនៅក្នុងនេះគឺវាបែងចែកចេញជា2ទៀតវាយក iMake Prompt អញ្ចឹងលោកគ្រូអាច select iMake Prompt ទាំងអស់នេះមកយកទៅ copy ចូលទៅក្នុងកម្មវិធី Google Flow AI របស់យើងទៅគឺដើម្បីជា generate រូបភាពឬក៏មួយទៀតយើងអាច copy ជា JSON ក៏បានដែរទៅតាមការឆ្លាញ់របស់យើងទេចឹងលោកគ្រូធ្វើការ copy JSON ទៅព្រោះដោយសារ JSON លោកគ្រូស្រួលមើល style ស្រួលមើលអីចឹងវារៀបស្អាតចឹងនេះចុចលើអានេះ2នេះពេល click ឃើញវា copy ចឹងហើយអញ្ចឹងយើងចូលទៅកាន់ flow របស់យើងមានគ្នាយើងអត់ទាន់ដឹងថា flow ហ្នឹងស្អីអត់ flow ហ្នឹងគឺជារបស់ Google យើងចូលទៅ browser ទៅយើងវាយថា flow AI អញ្ចឹងអានេះគឺជារបស់ Google អញ្ចឹងដល់ពេលយើងចូលក្នុង flow AI ចឹងទៅអានេះគឺជាកម្មវិធីសម្រាប់បង្កើតរូបភាពហ្នឹងហើយអញ្ចឹងលោកគ្រូចូលទៅក្នុង create flow នេះមកដើម្បីធ្វើការបង្កើតរបស់យើងវា load ហើយបន្តមកទៀតគឺកន្លែងនេះវាអាចចេញមកជា new project អាហ្នឹងបើយើងអត់មាន new project ទេយើងបង្កើតហើយតែនេះដោយសារលោកគ្រូ lock ចូលហើយលោកគ្រូសូមបង្ហាញនៅនេះហ្មងណាអូខេបន្ទាប់ពីបានប៉ុណ្្នឹងហើយយើងយក copy ប៉ុណ្ណេះមកយើងយកទៅផាសចូលនៅក្នុង flow របស់យើងមក flow AI នេះមកមិនលោកគ្រូ copy file វាជា JSON ចេះហើយកន្លែងនេះយើងត្រូវរើសអាកន្លែង setting នេះយើងរើសយកជារូបភាពដោយសារយើងចង់បង្កើតរូបភាពតួអង្គរបស់យើងកន្លែងនេះយើងយកប្រឈរឬក៏ផ្ដេកលោកគ្រូចង់បានប្រឈរលោកគ្រូយកដាក់ portrait នេះមកតែបើចង់ផ្ដេកយក landscape នេះមកអញ្ចឹងលោកគ្រូសូមយក portrait ហើយតាក់ទងមួយរូបភាពអានេះយើងអាចចង់ថាពេលវា generate មកវាយកប្រមាណរូបថតលោកគ្រូចង់យក2រូបថតហើយតាក់ទងមួយរូបភាពលោកគ្រូយក Banana Pro នេះគឺវាស្អាតជាងគេអញ្ចឹងសូមយកអាហ្នឹងមកអញ្ចឹងយើងធ្វើការបញ្ជូនមកយើងចាំតិចពេលនេះអញ្ចឹងវាចេញរូបមកយើងហើយគឺវាចេញរូបស្អាតមែនតើទាំងរូបរាងរូបថតរូបអីវាអញ្ចឹងអានេះយើងអាចបង្កើតតួអង្គតាក់ទងជាមួយនឹងរឿងយើងបានហើយអញ្ចឹងហើយបោះលោកគ្រូមួយទៀត
ប្រមរបស់លោកគ្រូមួយហ្នឹងទៀតគឺវាល្អត្រង់ថាមិនត្រឹមតែយើងអាចបង្កើតខ្លួនឯងបានរើតួអង្គរើមនុស្សរើសត្វរើអីបានទេហើយមួយទៀតយើងអាច copy រូបថតដែលយើងនៅឃើញក្នុង TikTok តែគេពងល្បីផ្សេងអីហ្នឹងគឺយើងអាចយកមក generate គឺជានេះបានអញ្ចឹងណាជារូបភាពបានអញ្ចឹងលោកជាមួយលោកគ្រូធ្វើការឧទាហរណ៍មួយអញ្ចឹងទៅលោកគ្រូចូលក្នុង Telegram ហ្មងលោកគ្រូចង់ copy រូបនេះអញ្ចឹងលោកគ្រូអាចធ្វើការយកមកឲ្យវា generate បានអញ្ចឹងលោកគ្រូធ្វើការ copy មកតមកទៀតលោកគ្រូគ្រាន់តែដាក់ចូលនៅក្នុងនេះមកចុចលើវា copy ហើយចុចបញ្ចូលទៅគឺវានឹងឲ្យជាប្រមឲ្យលោកគ្រូហើយលោកគ្រូមិនចាំបាច់ទៅអង្គុយសេខ្លួនឯងទេអានេះបើសេខ្លួនឯងមិនដឹងធ្វើមិនទេចឹងអានេះយើងគ្រាន់តែយករបស់គេមកយើងយកមក copy មកគឺវានឹងចេញប្រមឲ្យយើងអញ្ចឹងមិញលោកគ្រូ copy ជាមួយនឹងតាក់ទងមួយ JSON អញ្ចឹងលើកហ្នឹងលោកគ្រូអាចធ្វើការ copy អាខាងលើនេះហ្មងក៏បានដែរព្រោះអានេះជាអាច make ប្រមដូចគ្នាទេអញ្ចឹងយើង copy អានេះមកនេះឬក៏ចង់ copy អាក្រុមនេះក៏បានដែរអញ្ចឹងលោកគ្រូធ្វើ apply គ្នាបន្តិចណា copy មកទៅមកចូល flow របស់យើងតែមកយើងដាក់នៅចំណេះមកបាននេះអ្នកទាំងអស់គ្នាឃើញនៅគឺវាដូចខ្លាំងមែនតើវាដូចសឹងតែ 100% អញ្ចឹងបានធូរប៉ុណ្ណេះហើយគឺយើងអាចលេងបានច្រើនណាហើយដូចលោកគ្រូនិយាយដែរអញ្ចឹងរូប Panda នេះដូចគ្នាទេគ្រាន់តែលោកគ្រូដូរ style មួយទៅជា Pixar 3D មួយទៅជា Ghibli គឺ output វាគឺខុសគ្នាមែនតើអញ្ចឹងយើងអាចសាក play around ជាមួយនឹងប្រមរបស់លោកគ្រូអញ្ចឹងទៅអញ្ចឹងថ្ងៃនេះវីដេអូតាក់ទងជាមួយនឹងការបង្រៀនបង្កើតតួអង្គគឺលោកគ្រូសូមចប់តែប៉ុណ្្នឹងបាទអរគុណច្រើនរៀបចូលយកប្រមជួយ scan Telegram QR លោកគ្រូដាក់នៅនេះទៅដល់ពេល scan ហើយវានឹងចូលទៅក្នុងក្រុម Telegram មួយហ្នឹងហើយក្រុមនេះហើយឃើញអា link នេះគឺក្នុង link ChatGPT ដែលលោកគ្រូត្រៀមប្រមឲ្យហើយលោកគ្រូថែមឲ្យសភៅមួយទៀតមើលលោកគ្រូបើកទីមើលសភៅហ្នឹងប្រាប់ពីរឿង AI ដែលលោកគ្រូមានហ្នឹងប្រាប់ពីរូបមន្តអីផ្សេងៗហ្នឹងតោះឥឡូវមិនបាយឆ្ងាយទៅ click link ChatGPT ទៅគឺវាចូលដល់ ChatGPT ហ្នឹងហើយអញ្ចឹងបងប្អូនអាចសាកតែងតួអង្គខ្លួនឯងបានអញ្ចឹងណាហ្នឹងទៅលោកគាត់ចូលណាចុចពាក្យ link មកចូលវាចាញ់មកនេះចាំនៅក្នុងនេះយើងអាចរើតួអង្គមកយើងចង់ជាតួអង្គគេជា Panda ជាកូនក្មេងអីយើងទៅតាមហ្នឹងមក style ហើយអារម្មណ៍របស់វាញញឹមឬក៏អីមកអញ្ចឹងកាមេរ៉ាវាយើងយកថតរបៀបមិនយើងសាកខ្លួនឯងទៅដល់ពេលរើបានហ្នឹងវានឹងបញ្ចេញរូបភាពហើយនៅពេលវាមានរូបភាពហើយគឺវានឹងចេញបែបរូបស្អាតបែបចែកហើយយើងមើលហ្នឹងហើយនេះគឺជារូបរបស់លោកគ្រូអញ្ចឹងរបៀបចូលក្រុម Telegram យើងគ្រាន់តែធ្វើតាមប៉ុនលោកគ្រូហ្នឹងគឺបានហើយអូខេអរគុណ